ថ្ងៃនេះយើងមកធ្វើបបរល្ពៅឬក៏បង្អែមល្ពៅគ្រាន់តែឃើញរូបភាពនឹងថាទំនងញ៉ាំមែនតែនជាមួយនឹងធ្មេញរណាបែបនេះចម្រុះពណ៌មកអូយថាឆ្ងាញ់មែនតែនហើយវិធីធ្វើនឹងគឺងាយស្រួលមែនតែនយើងមានតែគ្រឿងផ្សំបន្តិចបន្តួចហ្នឹងយើងអាចធ្វើបបរល្ពៅឡើងមួយឆ្នាំងថាគ្រាន់តែឃើញពុះគ្រុកៗហ្នឹងក៏គួរឲ្យចង់ញ៉ាំមែនតែនគ្រឿងក្រៅផ្សំមានដូចជាល្ពៅនេះគឺយើងយកល្ពៅណាដែលស្អិតល្មួតមកពេលយើងធ្វើល្ពៅទៅគឺវាបានឆ្ងាញ់តែម្ដង ហើយយើងបន្ថែមជាមួយស្លឹកតយដើម្បីដាក់ឲ្យរសជាតិរឹតតែឈ្ងុយជាមួយនឹងធ្មេញរណាបន្ថែមជាមួយនឹងពណ៌ដាក់ជាមួយនឹងសាគូទៀតមកថាំងបានបបរមួយឆ្នាំងតែម្ដងមានជាមួយនឹងស្ករសជាមួយនឹងអំបិលបន្ថែមជាមួយនឹងខ្ទិះដូងខ្ទិះដូងនេះគឺយើងមានខ្ទិះដើមនិងខ្ទិះចុងបងប្អូនឃើញកកចេះដោយសារពេលដែលខ្ញុំយកមកខ្ញុំអត់ទាន់បានធ្វើផ្អែមចឹងខ្ញុំដាក់នៅក្នុងទូកកដល់ពេលឥឡូវទើបខ្ញុំរំលាយយកមកធ្វើជាផ្អែមចឹងទៅទើបឃើញរាងកក ដំបូងឡើយគឺយើងចាប់ផ្ដើមយកល្ពៅហ្នឹងមកខ្វេះគ្រាប់ជាមុនសិនយើងខ្វេះគ្រាប់ឲ្យស្អាតដើម្បីដែលពេលយើងធ្វើបបរល្ពៅហ្នឹងទៅគឺវាអត់មានដើយគ្រាប់ដើយអីគឺស្រួលញ៉ាំមែនតែនបន្ទាប់ពីនោះមកគឺយើងចាប់ផ្ដើមចិតសំបកល្ពៅនេះយើងចិតសំបកឲ្យស្អាតមកយើងចិតឲ្យស្អាតក៏យើងងាយស្រួលក្នុងការញ៉ាំដែរបន្ទាប់ពីយើងចិតរួចហើយយើងចាប់ផ្ដើមយកវាមកពុះសិនយើងពុះបែបនេះទៅបន្ទាប់មកយើងធ្វើការហាន់វាជាកង់សមល្មម ដើម្បីនៅពេលដែលយើងធ្វើបង្អែមទៅគឺវាងាយស្រួលចម្អិនឆាប់ឆ្អិនយើងយកល្ពៅមកលាងទឹកពីរបីទឹកឲ្យស្អាតទៅថាល្ពៅនេះថាល្អមែនទែនសូម្បីតែពេលលាងទឹកហ្នឹងក៏ឃើញថាទឹកហ្នឹងក៏រាងឡើងលឿងដែរបន្ទាប់មកយើងចាប់ផ្ដើមយកធ្មេញរណាយកមកលាងទឹកឲ្យស្អាតដូចគ្នាបន្ទាប់ពីយើងលាងធ្មេញរណាលាងអីហើយយើងចាប់ផ្ដើមយកស្គូមកលាងទឹកដូចគ្នាលាងមួយទឹកពីរទឹកទៅដើម្បីឲ្យពេលដែលយើងដាក់ធ្វើបង្អែមហ្នឹងគឺវាស្អាតតែម្ដង យើងចាប់ផ្ដើមដាក់ដាំទឹកហើយយើងដាក់ខ្ទិះចុងចូលទៅក្នុងឆ្នាំងដើម្បីដាំឲ្យវាពុះនៅពេលដែលពុះហើយគឺយើងចាប់ផ្ដើមយកស្លឹកតយដែលយើងបានលាងសម្អាតហ្នឹងហើយយើងយកមកញីបន្ទាប់មកយើងដាក់ចូលទៅក្នុងឆ្នាំងហ្នឹងដើម្បីឲ្យថាវាចេញជាតិចេញអីទៅបានឡើងឈ្ងុយមែនតើនៅក្នុងហ្នឹងរួចយើងចាប់ផ្ដើមដាក់ល្ពៅនេះយើងដាក់រម្ងាស់ប្រហែលជា5ទៅ10នាទីនៅពេលដែលយើងរម្ងាស់ល្ពៅបានពុះចេះហើយយើងចាប់ផ្ដើម បើយើងធ្វើការដាក់សាគូឬក៏ភ្នែកត្រីនឹងចូលនៅពេលដែលយើងដាក់នឹងចូលហើយយើងចាប់ផ្ដើមដាក់ធ្មេញរណាមកតង់ទៀតព្រោះនៅពេលដែលយើងដាក់ចំអិនអញ្ចឹងយើងត្រូវចំអិនប្រហែលជា5ទៅ10នាទីថែមទៀតដើម្បីឲ្យសាគូធ្មេញរណាអីហ្នឹងគឺឆ្អិនហើយល្ពៅរបស់យើងហ្នឹងគឺថាឆ្អិនសមល្មមមិនផុយពេកគឺយើងមកល្មមដើម្បីធ្វើបង្អែមបន្ទាប់មកគឺយើងថែមជាមួយនឹងខ្ទិះដើមចូលយើងដាក់ជាមួយនឹងស្ករសហើយនឹងអំបិល នៅពេលដែលខ្ញុំដាក់គ្រឿងក្រៅបែបនេះទៅខ្ញុំភ្លក់ទៅឃើញថាវាអត់ផ្អែមអញ្ចឹងខ្ញុំបន្ថែមជាមួយនឹងស្ករស2កូនចាននឹងទៀតទើបបានផ្អែមរសជាតិឡមថាអូយគ្រាន់តែឃើញនឹងថាអូយផ្អែមនេះពុះគ្រុកចេះមកថាឈ្ងុយខ្ទិះដូងឈ្ងុយស្លឹកតយហើយរសជាតិនឹងថាឈ្ងុយផ្អែមឆ្ងាញ់តែម្ដងផ្អែមរសជាតិឡមបែបនេះទៀតថារឹតតែចូលចិត្តបើបងប្អូនចង់បានរសជាតិផ្អែមឬក៏រសជាតិដិតជាងនេះយើងអាចបន្ថែម ស្ករទៅតាមចំណង់ចំណូលចិត្តបានបន្ទាប់ពីយើងដួសដាក់ចានចេះហើយនេះថាឡើងឈ្ងុយបន្ថែមជាមួយពណ៌របស់ធ្មេញណាចេះតិចមករឹតតែទំនងមែនតែនអ្នកដែលចូលចិត្តផ្អែមឡំៗដូចជានាងខ្ញុំចេះត្រូវតែម្ដងតែគ្រាន់តែឃើញនឹងអូយគួរឲ្យចង់ញ៉ាំអស់មួយចាននឹងតែម្ដងអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ Subscribe Channel YouTube នាងខ្ញុំឈ្មោះអ៊ុំ Janet ក៏ដូចជា Follow Facebook និង TikTok នាងខ្ញុំផងបើបានចង់ឲ្យនាងខ្ញុំធ្វើអ្វីទៀតអាច comment នៅខាងក្រោមបានអរគុណជំរាបលា